ចាសូមជម្រាបសួរដល់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរទំនុកដំណការជំពូក121ខ1ដល់ខ8សូមស្ដាប់ទាំងអស់គ្នាខ1ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំតែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណាសេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីទ្រង់នឹងមិនឱ្យជើងអ្នករអិលភ្លាត់ឡើយព្រះអង្គដែលរក្សាអ្នកទ្រង់នឹងមិនផ្ទំរលាវឡើយមើលព្រះអង្គដែលរក្សាអ៊ីស្រាអែលទ្រង់នឹងមិនដែលងោកងុយក៏មិនដែលផ្ទំលក់ឡើយព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នកព្រះយេហូវ៉ាទ្រង់ជាម្លប់នៅខាងស្ដាំអ្នកនៅពេលថ្ងៃអ្នកនឹងមិនត្រូវព្រះអាទិត្យធ្វើទុក្ខឡើយហើយនៅពេលយប់ក៏មិនត្រូវព្រះច័ន្ទធ្វើទុក្ខដែរព្រះយេហូវ៉ានឹងរក្សាអ្នកឱ្យរួចពីគ្រប់ទាំងសេចក្តីអាក្រក់ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នកឯដំណើរដែលអ្នកចេញចូលទៅមកនោះព្រះយេហូវ៉ាទ្រង់នឹងរក្សាចាប់តាំងពីឥឡូវនេះរៀងតទៅចាសូមអរគុណសូមព្រះប្រទានពរ